ปีศาจល្អៗដែលអ្នករៀនសូត្របានពីការបរាជ័យតើមានអ្នកណាដែលមិនដាច់ជួបពាក្យថាបរាជ័យការបរាជ័យអាចធ្វើឲ្យអ្នកឈឺចាប់មួយគ្រាមែនតែបទពិសោធន៍នៃការបរាជ័យទទួលបានមកវិញយ៉ាងច្រើនលើសលប់ពេលអ្នកបរាជ័យអ្នកអាចរៀនបានពីវាហើយមេរៀនជីវិតទាំងនេះទាមទារឲ្យអ្នកបរាជ័យទើបអ្នកអាចរៀនបានពីវាតើមានអ្វីខ្លះទៅទី1អ្នកនឹងដឹងថាពិភពលោកគឺមិនទាន់រលាយនៅថ្ងៃនេះទេពេលអ្នកបរាជ័យហើយបរាជ័យរឿងធំទៀតអ្នកនឹងចាប់ផ្ដើមគិតថាពិភពលោកគឺរលាយហើយវាហាក់ដូចជាជីវិតលែងដើរទៅមុខរួចហើយផែនដីជប់វិលផងដែរតែការពិតមិនដូច្នេះទេការបរាជ័យវាពិបាកយកបន្តិចមែនតែវាជាស្ពានមួយនាំអ្នកទៅរកភាពជោគជ័យហើយសួរថាតើបុគ្គលជោគជ័យមួយណាដែលមិនដែលឆ្លងកាត់ការបរាជ័យនោះទី2ធ្វើឲ្យអ្នកកាន់តែខំប្រឹងខ្លាំងទៅមនុស្សម្នាក់មុនដំបូងឡើយគឺមិនដែលខិតខំធ្វើអ្វីមួយដោយការអត់ធ្មត់និងខិតខំប្រឹងប្រែងអស់ពីខ្លួនទេលុះដល់ពេលមួយដែលពួកគេបរាជ័យទើបពួកគេនឹកឃើញខំប្រឹងប្រែងជាងមុនគុណនឹង2ឬ3ដងទី3បរាជ័យអាចធ្វើឲ្យអ្នកផ្លាស់ប្ដូរផ្លូវដើរខ្លះជាការពិតណាដើម្បីដើរទៅរកគោលដៅមួយបានសម្រេចគឺមានផ្លូវដើរជាច្រើនណាស់ដែលអ្នកអាចឆ្លងកាត់តែបើអ្នកធ្លាប់ដើរនៅផ្លូវបរាជ័យវានឹងជំរុញអ្នកឲ្យផ្លាស់ប្ដូរផ្នត់គំនិតនិងទិសដៅថ្មីដើម្បីដើរទៅរកគោលដៅឲ្យបានល្អទី4វាបង្កើតឱកាសដល់អ្នកពេលខ្លះអ្នកធ្វើអ្វីដែលមិនដែលជោគជ័យហេតុនេះការបរាជ័យនឹងផ្ដល់ជាឱកាសមួយឲ្យអ្នកទៅធ្វើអ្វីថ្មីទៀតក៏ថាបានឧទាហរណ៍អ្នកធ្លាប់បរាជ័យរឿងស្នេហាហើយពេលមួយអ្នកក៏មានឱកាសបានជួបមនុស្សដែលល្អស័ក្តិសមនឹងជីវិតរបស់អ្នកក៏ថាបានបើមិនបរាជ័យស្នេហាចាស់ទេអ្នកក៏មិនបានជួបគូជីវិតថ្មីរបស់អ្នកបានដែរសូមចុច like, share និង subscribe page channel របស់យើងខ្ញុំដើម្បីទទួលបានខ្លឹមសារអប់រំបន្ថែមទៀត